បន្លែធម្មជាតិថង500និយាយថាទិញពីថងយកមកស្លម្ជូរតែអត់ស្គាល់ឈ្មោះបន្លែទេបងប្អូនហើយធ្លាប់តែនៅក្មេងៗម៉ែគាត់ស្លឲ្យហូបប៉ុន្តែឃើញអ្នកលក់គេលក់នៅផ្សារមួយថង500ក៏ទិញពីថងយកមកស្លទៅអីខានយូរដែរអញ្ចឹងណាស្លដាក់ប៉េងប៉ោះជាមួយនឹងម្អមស្រែហើយត្រួយអំបិលបន្តិចទៅដោយសារតែប៉េងប៉ោះខ្លះអត់ស្លរបស់ខ្ញុំគឺត្រីប្រាទេបងប្អូនសំខាន់ត្រីប្រានឹងមានពងទៀតណាស្លខ្ញុំរួចរាល់ហើយបងប្អូននិយាយថាហូបស្លក្តៅហើយមេឃវាត្រជាក់អញ្ចឹងទៀតបងប្អូនជាតិមែនតើស្លខ្ញុំឆ្អិនហើយបងប្អូនមកហូបបាយមួយខ្ញុំទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះដែរចាមេលីមកណែនាំប្រភេទ scrap នឹងលេដែលជាប្រេនរបស់ខ្ញុំផ្ទាល់ប្រកាសណាបងប្អូនពេលដែលលាបលេបងប្អូនប្រកាសជាបារម្ភឲ្យថាលេនឹងចេញពីប្រភពណាហើយលេនឹងចេញពីខាងណាលេរបស់ខ្ញុំវិញគឺថាខ្ញុំជ្រើសរើសយករោងចក្រចិនណាបងប្អូនលេរបស់ខ្ញុំគឺថាខ្ញុំផ្ដោតទៅលើលាបទៅសមានសបែបភ្លឺមានសទៅព្រុសណាបងប្អូនហើយមានស្អិតទេបងប្អូនពេលដែលលាបទៅគឺថាចូលស្បែកល្អខ្លាំងមែនតើស្បែកប្រភេទណាក៏លាបចូលដែរសំខាន់ប្រើជាឈុតជាមួយនឹងប្រភេទ scrap ធម្មជាតិរបស់ខ្ញុំគឺថាល្អប្រើខ្លាំងមែនតើនិយាយពី scrap នេះគឺថាធម្មជាតិ 100% ហ្មងជាផលិតផលនៅក្នុងស្រុក scrap ទៅធ្វើឲ្យស្បែកយើងសភ្លឺសម៉ត់សលងហើយលាបលេចូលស្បែកល្អខ្លាំងមែនតើជាពិសេសទៀតគឺថាជួយបំបត្តិក្លិនខ្លួនបានល្អខ្លាំងមែនតើមួយឈុតមាន scrap និងលេត្រឹមតែ40000រៀលតែប៉ុណ្ណោះសម្រាប់បងប្អូនដែលគាត់ចង់បានទាំងដុំទាំងរាយឆាប់ចូលពេកមកណា